ในព្រឹកថ្ងៃទី4ខែកក្កដាឆ្នាំ2026នេះអាយដាមស៊ុនចន្ទថុលប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង 1000 នាក់មកពីសង្កាត់ចំនួន2គឺសង្កាត់បឹងទំពុនទី1និងសង្កាត់បឹងទំពុនទី2នៃរដ្ឋបាលខណ្ឌមានជ័យពិធីនេះធ្វើឡើងក៏ដោយមានការអញ្ជើញចូលរួមពីលោកអាដាមស្នេហ៍ឯកជួននរិនអគ្គស្នងការរងជាស្នងការនគរបាលរាជធានីភ្នំពេញនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌមានជ័យនិងអស់លោកស្រីសមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិជាច្រើនរូបទៀតផងដែរឯកឧត្តមស៊ុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យបានដឹងថាកិច្ចការងារគិតគូរសុខុមាលភាពរបស់ពលរដ្ឋនេះគឺជាការងារអាទិភាពសំខាន់ណាស់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាគិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិកន្លងទៅដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែននិងមកដល់រដ្ឋាភិបាលអាណត្តិទី7នេះដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតគឺបានទុកវិស័យ2ជាអាទិភាពគោលចម្បងគឺវិស័យអប់រំនិងសុខាភិបាលឯកឧត្តមបន្តទៀតថាបងប្អូនប្រជាពលរដ្ឋជាង 1000 នាក់ក្នុងមូលដ្ឋានខណ្ឌមានជ័យទទួលបានការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលពលរដ្ឋចាស់ជរាដែលបានមកទទួលសេវាពិនិត្យសុខភាពក៏សម្ដែងការថ្លែងអំណរគុណចំពោះប្រមុខរដ្ឋាភិបាលដែលតែងតែគៀកកិតនិងកិត្តគូពីសុខភាពរបស់ប្រជាជនគ្រប់រូបពិសេសតាមរយៈការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃនេះក៏ជាផ្នែកដ៏សំខាន់មួយជួយសម្រាប់បន្ទុកនៃការចំណាយរបស់ពលរដ្ឋលើសេវាថែទាំសុខភាពផងដែរសូមបញ្ជាក់ថាកម្មវិធីពិនិត្យនិងព្យាបាលជំងឺដែលឥតគិតថ្លៃជូនពលរដ្ឋនៅសង្កាត់បឹងទំពុនទី1និងសង្កាត់បឹងទំពុនទី2ខណ្ឌមានជ័យនេះរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមស៊ុនចន្ទថុលដេជោកោះធំដែលពិនិត្យនិងព្យាបាលជំងឺទូទៅអប់រំសុខភាពជំងឺផ្លូវចិត្តជំងឺកុមារវាស់សម្ពាធឈាមពិនិត្យអេកូសាសវាស់ចង្វាក់បេះដូងវាស់ភ្នែកចែកវ៉ែនតានិងព្យាបាលរបួស